សំណួរតើប្រភពនៃការបំពុលអាកាសសំខាន់មានអ្វីខ្លះចម្លើយប្រភពនៃការបំពុលអាកាសសំខាន់មានដូចជា 1. ចំហេះផូស៊ីលឥន្ធនៈដែលចេញពីរថយន្តតូចក្រយានយន្តរោងចក្រថាមពលនុយក្លេអ៊ែរនាវាយន្តហោះជាដើម 2. ការដុតអុសលាមកសត្វនិងកាកសំណល់ពីដំណាំសម្រាប់ដាំស្លបំភ្លឺនិងយកកម្ដៅការដុតព្រៃឈើនិងវាលស្មៅនៅតំបន់ផ្សេងដើម្បីរៀនយកដីសម្រាប់ធ្វើលំនៅឋានកសិកម្មឧស្សាហកម្មនិងចិញ្ចឹមសត្វ 3. ការធ្វើកសិកម្មដូចជាការប្រើប្រាស់ថ្នាំសម្លាប់សត្វចង្រៃនិងការប្រើប្រាស់ជីគីមី 4. ការប្រើប្រាស់អាវុធយុទ្ធភ័ណ្ឌផ្សេងនៅក្នុងសង្គ្រាម 5. កត្តាធម្មជាតិក៏មានការបំពុលដែរដូចជាការផ្ទុះភ្នំភ្លើងភ្លើងឆេះព្រៃនិងព្យុះជាដើមសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូសំណួរចម្លើយថ្មីបន្ថែមទៀតសូមអរគុណ